គូកិត្តខំបង្កើតដោយខ្លួនឯងនៅអ្វីដែលសម័យអង្គរបានបន្សល់ទុកស្ថាបត្យកម្មនៅកម្ពុជាដែលសាងសង់ឡើងដោយជនបរទេសមិនប្រកាសថាត្រឹមត្រូវនោះឡើយស្ថាបត្យករចំនួនក្រោយត្រូវរក្សាអត្តសញ្ញាណខ្មែរនៅក្នុងសំណង់ទាំងអស់នេះបើតាមសម្រងសម្ដីរបស់លោកវ៉ាន់មនីវ៉ាន់ស្ថាបត្យករខ្មែរដ៏ល្បីល្បាញធ្វើឡើងដោយសារព័ត៌មានថ្មីៗកាលពីឆ្នាំ2015កន្លងមកកុមារវ៉ាន់មនីវ៉ាន់កើតនៅថ្ងៃទី23ខែវិច្ឆិកាឆ្នាំ1926នៅស្រុករៀមខេត្តកំពតលោកមានបងប្អូនចំនួន3នាក់ហើយលោកជាកូនទី2ក្នុងគ្រួសារភរិយារបស់លោកវ៉ាន់មនីវ៉ាន់ឈ្មោះថាអំបឹងហ្គាទ្រូតជាជនជាតិស្វីសលោកវ៉ាន់មនីវ៉ាន់មានកូនប្រុសចំនួន3នាក់និងកូនស្រីចំនួន3នាក់កូនប្រុសស្រីរបស់គាត់កំពុងរស់នៅក្នុងប្រទេសបារាំងខណៈពេលកូនស្រីពៅរបស់លោកកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាប៉ុន្តែគ្មានកូនរបស់គាត់រូបណាឡើយជាស្ថាបត្យករដោយរូបគាត់យុវជនវ៉ាន់មនីវ៉ាន់គឺជាសិស្សចំនួនទី1ដែលបានប្រឡងជាប់បាក់ឌុបនិងបានទទួលបានសញ្ញាបត្រទុរយភូមិនៅវិទ្យាល័យស៊ីសវ័តអំឡុងឆ្នាំ1944ចាប់ពីឆ្នាំ1945ដល់ឆ្នាំ1946លោកវ៉ាន់មនីវ៉ាន់សិក្សាផ្នែកច្បាប់នៅសាលាភូមិន្ទរដ្ឋបាលភ្នំពេញលុះឆ្នាំ1946លោកទទួលបានអាហារូបករណ៍បន្តការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ Sorbonne University នៅទីក្រុងប៉ារីសនៅប្រទេសបារាំងនៅក្នុងឆ្នាំ1947លោករៀនចប់ផ្នែកច្បាប់ហើយបែរជាមកចូលរៀននៅសាលាផ្នែកស្ថាបត្យកម្មនៅសាលាជាតិជាន់ខ្ពស់វិចិត្រសិល្បៈនិងទទួលបានសញ្ញាបត្រស្ថាបត្យកម្មពីរដ្ឋាភិបាលបារាំងនៅឆ្នាំ1955នៅក្នុងឆ្នាំ1956លោកវ៉ាន់មនីវ៉ាន់បានវិលត្រឡប់មកប្រទេសកម្ពុជាវិញចាប់ពីពេលនោះមកលោកត្រូវបានផ្ដល់មុខតំណែងនិងភារកិច្ចជាច្រើនតួនាទីសំខាន់ៗដែលលោកធ្វើនៅក្នុងអំឡុងពេលនោះមានដូចជាប្រធានស្ថាបត្យករនៅប្រទេសកម្ពុជាលោកជាស្ថាបនិកនិងកាន់តំណែងជាតួនាទីជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្រៅពីនោះលោកមានតួនាទីជារដ្ឋមន្ត្រីក្រសួងអប់រំជាតិផងដែរលុះឆ្នាំ1972ដល់ឆ្នាំ1979លោកវ៉ាន់មនីវ៉ាន់បំពេញការងារជាស្ថាបត្យករលោកជ្រៀតពេលធ្វើជាសាស្ត្រាចារ្យនៅប្រទេសស្វីសនិងជាទីប្រឹក្សាវិតម្លៃគម្រោងរបស់អង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានាផងដែរចាប់ពីឆ្នាំ1979ដល់ឆ្នាំ1987លោកវ៉ាន់មនីវ៉ាន់ជាមន្ត្រីជាន់ខ្ពស់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិហៅកាត់ថា UNSCH ក្នុងឆ្នាំ1988ដល់ឆ្នាំ1993លោកបំពេញងារជាឧត្តមប្រឹក្សាបច្ចេកទេសនៅប្រទេសបូរ៉ូឌីនិងជាអ្នកជំនាញជាន់ខ្ពស់របស់អង្គការ UNESCO ពីឆ្នាំ1991ដល់ឆ្នាំ1993លោកវ៉ាន់មនីវ៉ាន់ជាឧត្តមប្រឹក្សានៃឧត្តមក្រុមប្រឹក្សាជាតិកម្ពុជាហៅកាត់ថា SNC ក្នុងឆ្នាំ1991លោកគឺជាអ្នកស្ថាបនិកអាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ1993ដដែលលោកបានធ្វើនិភូមិនិវត្តន៍មកប្រទេសកម្ពុជាជាលើកទី2ហើយលោកត្រូវបានទទួលតំណែងជាបន្តបន្ទាប់តំណែងទាំងនោះរួមមានពីឆ្នាំ1993ដល់ឆ្នាំ2011លោកវ៉ាន់មនីវ៉ាន់កាន់តំណែងដូចជាលោកជាទេរដ្ឋមន្ត្រីនៅក្នុងរាជរដ្ឋាភិបាលជាតិបណ្ដោះអាសន្នកម្ពុជាលោកជាទេរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារវប្បធម៌វិចិត្រសិល្បៈរៀបចំដែនដីនិងនគររូបនីយកម្មលោកវ៉ាន់មនីវ៉ាន់ទទួលតំណែងជាអនុប្រធានឧត្តមក្រុមប្រឹក្សាជាតិផ្នែកវប្បធម៌ក្រោយមកលោកវ៉ាន់មនីវ៉ាន់ទទួលតួនាទីជាសមាជិកបណ្ឌិតសភាស្ថាបត្យកម្មប្រទេសបារាំងក្រោយមកលោកត្រូវបានទទួលតែងតាំងជាប្រធានអគ្គនាយកដ្ឋាននៃអាជ្ញាធរនៅឆ្នាំ2001លោកវ៉ាន់មនីវ៉ាន់ត្រូវបានតែងតាំងជាឧត្តមក្រុមប្រឹក្សាផ្ទាល់អតីតព្រះមហាក្សត្របន្ថែមលើកិច្ចការងារដែលរដ្ឋាភិបាលប្រគល់ជូនដូចឆ្នាំ2004ដល់មុនថ្ងៃលោកទទួលមរណភាពលោកជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាព្រះសិទ្ធិពិសេសនិងជាអចិន្ត្រៃយ៍នៃព្រះមហាក្សត្រ
ក្រោយមកលោកវ៉ាន់មនីវ៉ាន់ធ្វើការស្រាវជ្រាវបោះពុម្ពសៀវភៅនិងបញ្ចប់ថ្នាក់បណ្ឌិតផ្នែកប្រវត្តិសាស្ត្ររបស់គាត់ស្ដីពីការតែងតាំងទីលំនៅរបស់មនុស្សក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ2008លោកទទួលបានសញ្ញាបត្របណ្ឌិតស្ថាបត្យកម្មពីសាកលវិទ្យាល័យ Paris 8 University of Paris ក្នុងចន្លោះឆ្នាំ1956ដល់ឆ្នាំ1970លោកវ៉ាន់មនីវ៉ាន់បានបញ្ចប់គម្រោងសាងសង់របស់លោកជាង100គម្រោងទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាក្រៅប្រទេសមរតកស្នាដៃសំណង់ស្ថាបត្យកម្មរបស់លោកវ៉ាន់មនីវ៉ាន់រួមមានទី1វិមានឯករាជ្យសាងសង់ឡើងក្នុងឆ្នាំ1958ទី2សាលសន្និសីទចតុមុខសាងសង់ឡើងក្នុងឆ្នាំ1961ទី3សាលមហោស្រពសរាមរិទ្ធសង់ក្នុងឆ្នាំ1962សាលមហោស្រពព្រះសរាមរិទ្ធនេះត្រូវភ្លើងឆេះកាលពីឆ្នាំ1994ហើយសាលមហោស្រពនេះមិនត្រូវបានជួសជុលឡើងវិញឡើយនឹងត្រូវបានគេវាយកម្ទេចចោលនៅក្នុងឆ្នាំ2008ទី4ពហុកីឡដ្ឋានជាតិអូឡ িম্প ិកសាងសង់ឡើងនៅក្នុងឆ្នាំ1963នៅពេលដែលកម្ពុជាជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមហើយសូមបញ្ជាក់ថាស្តាតអូឡ িম্প ិកនេះអាចផ្ទុកមនុស្សបានចំនួន60000នាក់ទី5អគារ building ដែលយើងហៅថាអគារសសាងសង់ឡើងនៅអំឡុងឆ្នាំ1963សម្រាប់អ្នកមានជីវភាពទូធាស្នាក់នៅនាសម័យនោះប៉ុន្តែរដ្ឋាភិបាលទៅសម្រេចចិត្តវាយចោលកាលពីថ្ងៃទី24ខែសីហាឆ្នាំ2017នេះទី6វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញអគារនេះជាស្នាដៃស្ថាបត្យកម្មរបស់លោកវ៉ាន់មនីវ៉ាន់ដែលដើមឡើយជាមហាវិទ្យាល័យហ្វឹកហ្វឺនគ្រូបង្រៀនសម្រាប់សិស្សនិស្សិតចាប់ផ្ដើមសាងសង់ឡើងក្នុងឆ្នាំ1965ទី7អគារគណៈរដ្ឋមន្ត្រីនិងវិមានឯករាជ្យរដ្ឋចំការមួនសាងសង់ឡើងនៅក្នុងឆ្នាំ1966ទី8សំណង់អគារផ្ទះ100ដែលត្រូវបានសាងសង់ឡើងសម្រាប់បុគ្គលិកធនាគារជាតិកម្ពុជាស្នាក់នៅអំឡុងឆ្នាំ1965ដល់ឆ្នាំ1967ទី9អគារកំពង់ផែក្រុងព្រះសីហនុទី10អគារមហាវិទ្យាល័យបណ្ដុះបណ្ដាលគ្រូបង្រៀននៃវិទ្យាស្ថានភាសាបរទេសសាងសង់ឡើងនៅឆ្នាំ1972ទី11អគារក្រុមហ៊ុនផលិតស្រាបៀរ KSKD នៅខេត្តព្រះសីហនុសាងសង់ឡើងក្នុងឆ្នាំ1968ទី12សាលពិព័រណ៍សង្គមព្រះនិយមទី13សំណង់អគារវត្តអារាមនិងស្ថានទូតខ្មែរនៅបរទេសមួយចំនួនទៀតសុទ្ធតែជាស្នាដៃរបស់លោកវ៉ាន់មនីវ៉ាន់ទី14លោកវ៉ាន់មនីវ៉ាន់ក៏ជាអ្នកស្ថាបនិកប្លង់គោលនៅក្នុងខេត្តសៀមរាបក្នុងរាជធានីភ្នំពេញជាពិសេសលោកបានរៀបចំផែនការរៀបចំទីក្រុងតាមបណ្ដោយទន្លេបាសាក់នៅទីក្រុងភ្នំពេញក្រៅពីស្នាដៃស្ថាបត្យកម្មលោកវ៉ាន់មនីវ៉ាន់បាននិពន្ធសៀវភៅមួយចំនួនហើយក្រោយមកលោកត្រូវបានទទួលប្រទាននិងផ្ដល់គ្រឿងឥស្សរិយយសជាច្រើនទៀតសៀវភៅដែលលោកវ៉ាន់មនីវ៉ាន់និពន្ធនោះរួមមានទី1សៀវភៅមានចំណងជើងថាបុរីនៅអាស៊ីអាគ្នេយ៍អតីតកាលនិងបច្ចុប្បន្នទី2សៀវភៅគម្រោងរៀបចំទីក្រុងភ្នំពេញនិងសៀវភៅគម្រោងទីក្រុងខ្មែរបារាំងដើម្បីទុកជាកេរដំណែលសម្រាប់ក្មេងជំនាន់ក្រោយសិក្សាស្វែងយល់ក្រៅពីនេះលោកវ៉ាន់មនីវ៉ាន់បានគូសប្លង់គម្រោងអគារនិងសំណង់មួយចំនួនទៀតដែលគ្រប់គ្នាស្ទើរតែមិនបានដឹងអគារទាំងនោះរួមមានទី1ចេតិយក្នុងព្រះបរមរាជវាំងទី2មន្ទីរពេទ្យគន្ធបុប្ផាទី1ទី3ព្រលានយន្តហោះដំបងគេបង្អស់ក្នុងខេត្តសៀមរាបទី4រោងបុណ្យពាក់កណ្ដាលសាសនាចាប់ពីស្ថានីយ៍រថភ្លើងរហូតដល់មាត់ទន្លេសាបអ្វីដែលគួរឲ្យចាប់អារម្មណ៍និងភ្ញាក់ផ្អើលនោះគឺលោកវ៉ាន់មនីវ៉ាន់ក៏បានធ្វើគម្រោងមួយចំនួននៅក្រៅប្រទេសរួមមានសំណង់អគារស្ថាបត្យកម្មដែលជាស្នាដៃរបស់លោករួមមានទី1អគារសាលពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងអូសាកាវ៉ាប្រទេសជប៉ុនទី2សំណង់សាលពិព័រណ៍ផ្សារណាត់អន្តរជាតិសាហ្គ្រិចទី3សាលពិព័រណ៍ផ្សារណាត់អន្តរជាតិនៅទីក្រុងប្រូណូប្រទេសជេកូស្លូវ៉ាគីនិងទី4សាលពិព័រណ៍ឡាហ្វាយិតនៅទីក្រុងប៉ារីស
ពេលដែលគេសួរលោកទាក់ទងនឹងស្នាដៃស្ថាបត្យកម្មដែលលោកស្រឡាញ់បំផុតលោកមានប្រសាសន៍ថាស្នាដៃដែលខ្ញុំស្រឡាញ់បំផុតនោះគឺពហុកលាដ្ឋានជាតិអូឡ িম্প ពិកនិងសាលមហោស្រពព្រះសរាមរិទ្ធនៅទន្លេបាសាក់ក្នុងទីក្រុងភ្នំពេញប៉ុន្តែគម្រោងមួយចំនួនរបស់លោកដែលបានរៀបរាប់ខាងលើនេះត្រូវបានគេបំផ្លាញចោលហើយសាងសង់ជំនួសដោយអគារថ្មីបណ្ដើរទៅហើយលោកវ៉ាន់មនីវ៉ាន់ស្របពេលដែលលោកមានកិត្តិនាមគេឈ្មោះដ៏ល្បីល្បាញលោកត្រូវបានទទួលរង្វាន់កិត្តិយសមួយចំនួនផងដែរនៅក្នុងឆ្នាំ2013លោកវ៉ាន់មនីវ៉ាន់ទទួលបានពានរង្វាន់ Nike ផ្នែកខាងវប្បធម៌ពីប្រទេសជប៉ុនលោកវ៉ាន់មនីវ៉ាន់គឺជាស្ថាបត្យករនាំមុខគេនិងជាអ្នកបង្កើតស្នាដៃជាច្រើននៅក្នុងរចនាបថស្ថាបត្យកម្មខ្មែរថ្មីរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ2015លោក Christopher Robre អ្នកដឹកនាំនិងអ្នកផលិតខ្សែភាពយន្តឯកសារមួយដែលបង្ហាញពីជីវប្រវត្តិរបស់លោកវ៉ាន់មនីវ៉ាន់យ៉ាងស៊ីជម្រៅនិងស្នាដៃស្ថាបត្យកម្មដ៏ល្បីល្បាញនិងគួរឲ្យស្ញប់ស្ញែងរបស់គាត់ក្រោមចំណងជើងថា The Man Who Built Cambodia បរិះដែលសាងសង់កម្ពុជាលោកវ៉ាន់មនីវ៉ាន់គឺជាស្ថាបត្យករខ្មែរដ៏ល្បីល្បាញម្នាក់ហើយលោកត្រូវបានគេចាត់ទុកថាជាស្ថាបត្យកម្មខ្មែរសម័យទំនើបម្នាក់ចាប់ពីឆ្នាំទសវត្សរ៍ឆ្នាំ1960សូមបញ្ជាក់ថាឥទ្ធិពលនៃស្នាដៃគម្រោងអគារស្ថាបត្យកម្មរបស់លោកត្រូវបានគេទទួលស្គាល់ទូទាំងប្រទេសកម្ពុជានិងអន្តរជាតិហើយមនុស្សជាច្រើនតែងតែនិយាយអំពីរចនាបថនៃស្នាដៃស្ថាបត្យកម្មរបស់លោកផងដែរស្នាដៃរបស់លោកវ៉ាន់មនីវ៉ាន់បានផ្សារភ្ជាប់ជាលក្ខណៈទំនើបនិងធម្មជាតិដ៏អស្ចារ្យហើយលោកត្រូវបានគេស្គាល់ថាជាបិតាស្ថាបត្យកម្មកម្ពុជាជាមួយសមត្ថភាពដ៏អស្ចារ្យក្នុងការសាងសង់ឲ្យលេចចេញនៅរចនាបថខ្មែរទំនើបជាមួយលក្ខណៈធម្មជាតិក្នុងអគារដើម្បីបង្កើនអគារស្រស់ស្អាតដែលមានខ្យល់អាកាសចេញចូលនិងមានពន្លឺគ្រប់គ្រាន់បានយ៉ាងល្អសូមរំលឹកថាស្នាដៃរបស់លោកមួយចំនួនទៀតមុននឹងលោកមរណភាពលោកវ៉ាន់មនីវ៉ាន់បានសាងសង់នោះរួមមានទី1គេអាឋានដ៏ប្រណិតរបស់គាត់ដែលស្ថិតនៅលើមហាវិថីម៉ៅសេតុងសង្កាត់ទួលស្វាយព្រៃ1ខណ្ឌចំការមនរាជធានីភ្នំពេញកសាងឡើងនៅក្នុងឆ្នាំ1968គឺជាស្ថាបត្យកម្មដ៏ធំនិងសំខាន់ហើយក៏ជាគំរូនៃស្ថាបត្យកម្មខ្មែរនៅសម័យទំនើបគ្រួសាររបស់លោកត្រូវបានប្រកាសលក់ផ្ទះនេះក្នុងតម្លៃ$7 លានបច្ចុប្បន្នផ្ទះនេះត្រូវបានគេទិញហើយបង្កើតជាហាងលក់កាហ្វេដ៏ពេញនិយមមួយសម្រាប់អ្នកទីក្រុងភ្នំពេញទី2គេអាឋានរបស់លោកតាវ៉ាន់មនីវ៉ាន់សាងសង់នៅស្ទឹងផ្នែកខាងលិចមានទំហំធំប្រក់ក្បឿងមានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិទ្រាំងសង្កាត់ស្រុកក្រាមក្រុងសៀមរាបខេត្តសៀមរាបស្តីងគ្នាទៅនឹងអគារសាលមហោស្រពចតុមុខនិងវិមានរដ្ឋចំការមនក៏សាងឡើងក្នុងឆ្នាំ1991បិតាស្ថាបត្យកម្មខ្មែរលោកវ៉ាន់មនីវ៉ាន់ត្រូវទទួលមរណភាពក្នុងជន្មាយុ91ឆ្នាំនៅវេលាម៉ោង 4:45 នាទីព្រឹកនៅថ្ងៃទី28ខែកញ្ញាឆ្នាំ2017នៅគេហដ្ឋានរបស់លោកក្នុងក្រុងសៀមរាបការបាត់បង់រូបលោកវ៉ាន់មនីវ៉ាន់គឺប្រៀបដូចជាការបាត់បង់គ្រាប់ពេជ្រកម្ពុជាដ៏មានតម្លៃមហាសាលអ្វីដែលគួរឲ្យចាប់អារម្មណ៍និងចរចាំបំផុតនោះគឺមុនពេលស្លាប់លោកតាវ៉ាន់មនីវ៉ាន់បានរៀបចំកសាងចេតិយសម្រាប់ខ្លួនលោកផ្ទាល់ក៏ដូចជាភរិយារបស់គាត់ហើយក៏ជាស្នាដៃស្ថាបត្យកម្មចុងក្រោយរបស់លោកផងដែរចេតិយនេះយករចនាបថតាមបែបប្រាសាទបាគងនិងបានកសាងរួចរាល់នៅចុងខែកក្កដាឆ្នាំ2016ចេតិយនេះតាំងនៅវត្តព្រះឥន្ទកោសីខាងកើតស្ទឹងសៀមរាបចំណែកភរិយាកំសត់របស់លោកទើបតែទទួលមរណភាពនៅយប់ម៉ោង 7:40 នាទីថ្ងៃទី5ខែមីនាឆ្នាំ2021នេះក្នុងវ័យ88ឆ្នាំនៅគេហដ្ឋានតែមួយនៅសង្កាត់ស្រុកក្រាមក្រុងសៀមរាបខេត្តសៀមរាបដោយរោគជរាពាធតាមការលើកឡើងរបស់លោកសាងគង់ជាមិត្តភក្តិស្នាលជាមួយលោកតាវ៉ាន់មនីវ៉ាន់បាននិយាយថាអាដាមវ៉ាន់មនីវ៉ាន់មកសង់ផ្ទះនៅក្នុងខេត្តសៀមរាបដោយសារតែលោកស្រឡាញ់ទឹកដីអង្គរជាខ្លាំងជាពិសេសគឺតំបន់ប្រាសាទអង្គរវត្តដែលជាគេដំណើរដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ជនរួមជាតិកម្ពុជាមិត្តភក្តិស្និទ្ធស្នាលរបស់លោកវ៉ាន់មនីវ៉ាន់រូបនេះក៏បានបន្ថែមទៀតថាដោយសារចង់ការពារចង់ឃើញ
ភាសាបុរាណខ្មែរនៅគង់វង្សយូរអង្វែងតទៅទើបអាដាមវ៉ាន់មនីវ៉ាន់មកទិញដីសង់ផ្ទះនៅក្នុងខេត្តសៀមរាបដោយក្តីរំពឹងថាថ្ងៃដែលលោកនិងភរិយាលាចាកលោកទៅនេះគឺបានបន្សល់ទុកធាតុនៅលើទឹកដីដែលលោកសែនស្នេហាជាទីបំផុតនេះបើទោះបីជារូបលោកវ៉ាន់មនីវ៉ាន់និងភរិយារលត់ចាកឆ្ងាយពីទឹកដីកម្ពុជាដ៏បវរពិតមែនប៉ុន្តែលោកតាវ៉ាន់មនីវ៉ាន់បានបន្សល់ទុកសមិទ្ធផលស្ថាបត្យកម្មជាច្រើនដែលអគារសំណង់ស្ថាបត្យកម្មរបស់លោកមួយចំនួននៅឈរទ្រឹងយ៉ាងប្រណិតរឹងមាំបានបង្ហាញពីការរីកចម្រើននិងកំណត់អត្តសញ្ញាណនៃសង្គមខ្មែរនៅសម័យសង្គមរាស្ត្រនិយមនិងមានតម្លៃសម្រាប់ប្រវត្តិសាស្ត្រកម្ពុជាជាអមតៈ